ជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមកនិយាយអំពីបច្ចេក midterm ដែលលោកគ្រូបានដាក់ឲ្យនៅក្នុង group number មានដូចជា Vidavid 8ម៉ាណេត40ក្រាមណាមុនផាតសានសាហ៊ីមឆនភិរៈឆនជូឡាយឥឡូវយើងត្រឡប់ទៅមើលកូដរបស់យើងទាំងអស់គ្នានៅក្នុងកូដហ្នឹងមានដូចជាមានរហូតជាមួយដែរនៅក្នុងរ៉ាត់ហ្នឹងយើងមាន admin ជាមួយនឹង customer ហើយបន្ទាប់មកមាន status មានកូដ CSS ជាមួយនឹង image ហើយបន្ទាប់មកមានជាមួយនឹងកូដ JavaScript ដែលនៅក្នុងកូដ JavaScript ហ្នឹងមាន category មាន dashboard មាន main មាន product មានដូចជា user ហើយបន្ទាប់មកយើងចូលទៅមើលtemplate ដែលយើងបានបង្កើតមានដូចជា admin ហើយបន្ទាប់មកនៅក្នុង admin នោះមានcatalog ហ្នឹងមានដូចជា category នៅក្នុង catalog ហ្នឹងមាន category ជាមួយនឹងproduct ហើយមាន code from login ដូចជាHTML ហើយជាមួយនឹង user ហើយបន្ទាប់មកមាន code app ដូចជានេះគឺជា route របស់វាដូចជានេះ route សម្រាប់ API ហើយនេះគឺជា route សម្រាប់គ្រប់គ្រងទៅលើ admin និង from login ហើយនឹង route admin ជាមួយនឹង dashboard ហើយapp route នេះមានន័យថាគ្រប់គ្រងទៅលើ admin ជាមួយនឹង category ជាមួយនឹង catalog ហើយចំណុចនេះគ្រប់គ្រងទៅលើ admin ជាមួយនឹង catalog និង product ដូចជា admin និង user បន្ទាប់មកយើង run code ដើម្បីចូលទៅមើល template របស់យើងជាបន្ទាប់យើង login មួយនេះគឺជា template របស់ខ្ញុំដែលបានបង្កើតដូចជាមាន dashboard ហើយនៅក្នុង dashboard ហ្នឹងមានដូចជា review មាន order មាន product មាន customer នេះគឺជា receive order ដែលយើងបានកំណត់នេះយើងអត់ទាន់បាន order ដែលបានអីទេត្រូវបានវា load file ទៅលើ receive order ហើយចំណុចបន្ទាប់យើងនិយាយអំពី product នៅក្នុងហ្នឹង product catalog យើងអាច add product បានយើងអាច delete បាន edit បាននៅក្នុងនោះនៅក្នុង product នេះខ្ញុំឧទាហរណ៍ add product មួយឧទាហរណ៍ខ្ញុំ add កូកាតម្លៃ$1នេះយើង add វាជោគជ័យហើយបន្ទាប់មកយើងអាចទៅមើលនេះបាននេះកូកាចំនួន$1យើង add មួយបន្ទាប់មកយើងអាច edit វាទៅជា$2យើងអាច delete ទៅមើលក៏ preview វាមើលហើយបន្ទាប់មកយើងអាច delete វាបាននេះ successful ហើយចំណុចបន្ទាប់យើងមានដូចជា category ដែលយើងសម្រាប់មាន category name description នៅពេលដែលយើងចង់ add អ្វីមួយដូចជា apple ឬមួយក៏ drink ឬមួយក៏ coffee អីចឹងហើយចំណុចបន្ទាប់យើងនិយាយពី user នៅក្នុង user របស់យើងមាន total user 3ជាមួយនឹង admin 2ជាមួយនឹង manager យើងអត់ទាន់ add ទេហើយមានជាមួយនឹង sale ឥឡូវឧទាហរណ៍ឈ្មោះផាឡា @gmail.com កន្លែងនេះយើងជា sale យើងអត់អាច delete ឬមួយក៏ update មកលើ admin នេះបានទេត្រង់ចំណុចនេះមានតែ user admin ទេដែលមានសិទ្ធិគ្រប់គ្រងទៅលើ sale ឬមួយក៏ manager
ឥឡូវកន្លែងចំណុចទាំងហ្នឹងសាក add user មួយដូចជាឈ្មោះ path ចឹងទៅហើយemail ឈ្មោះ path ហើយមួយ add gmail.com password ដល់មក password 123ហើយជ្រើសរើសយក manager ទៅបន្ទាប់មកយើង save អានេះ successful ឧទាហរណ៍យើង login ចេញចូលទៅកាន់ user របស់ path បន្ទាប់មកយើង log out ទៅ user របស់ path password 123នេះឥឡូវយើងកំពុងតែឈរជាមួយនឹង user របស់បន path add user email 21នេះយើងអាចទៅ edit ឬមួយក៏ delete នៅ user របស់ cell ជាមួយនឹង admin បានទេកន្លែងចំណុចទាំងនេះយើង log out វាដើម្បីចូលទៅកាន់ admin ម្ដង password 1នេះគឺជា user របស់ admin ដែលមានសិទ្ធិគ្រប់គ្រងទៅលើ manager ជាមួយនឹង cell ហើយអាច preview បានឬមួយក៏ edit user នឹងបានហើយអាច edit ជាមួយនឹង delete បានឧទាហរណ៍អាច delete successful ជាមួយនឹង delete user manager នេះបានហើយcell ក៏អត់អាចមក delete ឬមួយក៏ update នៅលើ admin នេះបានដូចគ្នាសូមអរគុណលោកគ្រូបច្ចេករបស់ខ្ញុំមានតែប៉ុណ្ណឹងសូមអរគុណលោកគ្រូ